ដើរមួយគេដោយដំបែមួយគេទេមានន័យថាការទម្លាក់ចោលគឺមានន័យថាយើងអត់មានឆ្លើយតបទោះបីគេគិតយើងក្នុងផ្លូវអវិជ្ជមានរឿងខ្លះភាពមិត្តភាពក៏ដោយការរាប់អានគ្នាក៏ដោយការឈប់ខឹងឈប់គុំគួនឈប់អីអាហ្នឹងគឺជាការទម្លាក់ចុះគឺមានថាយើងឈប់សងសឹកយើងឈប់ចង់ឈ្នះយើងឈប់ចង់ប្រកួតប្រជែងប៉ុន្តែជីវិតយើងរស់នៅត្រូវចេះសម្អាតខ្លួនបើសិនជាយើងទៅបន្ទាបខ្លួនយើងព្រមទម្លាក់ចោលការគុំគួននឹងហើយតែយើងត្រូវរស់នៅយ៉ាងណាក្នុងជីវិតបរិសុទ្ធគឺមានន័យថាបើសិនជាគេពេញដោយអំពើបាបយើងអត់អាចទៅសុំកលុំឬមួយក៏ទៅធ្វើទេសកលគេឬមួយក៏តែស្គរដើរមួយគេទេអាហ្នឹងមិនខៅស្រឡាញ់គេទេស្រឡាញ់បើសិនជាប្រាប់គេមិនតាមយើងគេមិនស្ដាប់យើងឲ្យគេដើរផ្លូវគេយើងដើរផ្លូវយើងតែយើងអត់ស្អប់គេទេអាហ្នឹងគឺជាក្តីស្រឡាញ់មួយដែលថាយើងមិនបានទៅគេហៅថាស្ដីថាបន្ទោសគេទេប៉ុន្តែយើងក៏អត់បានទៅចូលរួមមួយគេដែរពួកពីមុនយើងយល់ច្រឡំយើងអត់យល់យើងគិតថាការដែលគេដើរខុសហើយយើងទៅចំណែនឈាននេះអាហ្នឹងគឺខុសហើយចឹងមិនថាយើងមិនអាចកែគេបានតែយើងអាចកែខ្លួនយើងបានយើងមិនអាចកែលោកីបានតែយើងអាចកែយើងឲ្យបរិសុទ្ធដូចជាព្រះបានអញ្ចឹងសារថ្ងៃនេះគឺខ្ញុំជឿថាការលើកទឹកចិត្តទៅកាន់បងប្អូនទាំងអស់គ្នាឲ្យដឹងពីការទម្លាក់ចោលយើងមិនអាចកែអ្នកណាបានទេបងប្អូនសូម្បីតែខ្លួនយើងពិបាកក្នុងការកែផងអ្វីដែលយើងទៅធ្វើយើងត្រូវស្គាល់សន្តានខ្លួនឯងថាព្រះប្រើយើងគឺដើម្បីរស់នៅក្នុងជីវិតស្អាតជីវិតបរិសុទ្ធគឺយកពពកយកបច្ចេស្តាយកអំណាចនៅពេលដែលគេឃើញយើងពីមុនចរិតយ៉ាប់តែឥឡូវយើងកែមកជាល្អពីមុនយើងពេញដោយគំនុំប៉ុន្តែឥឡូវយើងពេញដោយភាពស្រស់ស្រាយពីមុនយើងពេញដោយការកុហកការលួចបន្លំប៉ុន្តែឥឡូវយើងរស់នៅក្នុងជីវិតមួយដែលគេហៅថាអឺ perfect អញ្ចឹងគេឃើញព្រះនៅក្នុងយើងតាំងពីជឿព្រះយេស៊ូវមកគឺគាត់កាយច្រើនណាគាត់យល់ដឹងច្រើនណាគាត់ស្លូតច្រើនណាគាត់ស្មោះត្រង់ជាងមុនហ្នឹងហើយគេឃើញព្រះនៅក្នុងយើងហើយមិត្តសម្លាញ់យើងអ្នកដែលមានអត្តចរិតដូចយើងអ្នកដែលជាគូកនយើងគេនឹងដើរចូលមករត់ជីវិតយើងអ្នកដែលស្រឡាញ់បាបគេនឹងជ្រិញយើងគេនឹងដើរចេញពីជីវិតយើងគេនឹងថ្កោលទោសយើងគេថាយើងចេះអីចឹងទៅអញ្ចឹងខ្ញុំប្រាប់បងប្អូនថាពេលវេលាចុងក្រោយគឺព្រះអង្គប្រាប់ហើយថាព្រះអង្គញែកដាច់អ្នកដែលស្អាតទៅជាមកប្រភពអ្នកដែលគេថាមិនស្អាតទៅមកប្រភពគេស្រឡាញ់បាបគេទៅប្រភពគេអ្នកដែលមិនស្រឡាញ់បាបទៅប្រភពអ្នកដែលមិនស្រឡាញ់បាបជឿអត់អាចចូលគ្នាចុះបានទេអត់អាចច្បុកច្បល់បានទេពីព្រោះពេលវេលានេះគឺជាពេលវេលាដែលត្រូវសម្អាតខ្លួនញែកខ្លួនហើយរងចាំបិតាយើងឆក់យកទៅយើងជាមិនមែនជាពេលវេលាដែលយើងត្រូវគួយមើលអ្នកនេះតេះណាអ្នកនេះតេះណាអ្នកនេះតេះណាអ្នកនេះមានវិញ្ញាណអីអ្នកនេះរៀនថ្នាក់ទីប្រមាណនេះអត់មានគួយត្រូវមើលអ្នកណាអ្វីដែលយើងត្រូវមើលយើងមើលខ្លួនឯងចាយើងមានសិទ្ធិជំរុញគេ share ព្រះបន្ទូលថ្នាក់ដឹកនាំ share មេរៀនដែលល្អដែលយើងស្ដាប់ទៅប៉ះពាល់ចិត្តទៅកាន់គេតែបើឲ្យតែអង្គុយបដៅមួយកំសាន្តចិត្តមួយឬមួយក៏យកពេលវេលាយើងជីវិតយើងឆ្នាំងបាយយើងក៏យើងពេលវេលាសម្រាប់គ្រួសារយើងទៅអង្គុយរវល់ទៅរឿងចដូនមួយចដូនពីរចទួតមួយចទួតពីរសាច់ញាតិចិត្តសាច់ញាតិឆ្ងាយចឹងបងប្អូននឹងខកជើងហើយបងប្អូនអត់មានឱកាសក្នុងការកែប្រែគេថាសម្អាតជីវិតខ្លួនឯងទេអញ្ចឹងធ្វើអីឲ្យដឹងពេលដឹងវេលាដូចសំបីប្រទេសជាតិយើងក៏ដោយពេលវេលានេះគឺត្រូវទៅម៉េចសន្សំលុយសន្សំទ្រព្យមិនកុំត្រូវតែចាយវាយខ្ជះខ្ជាយដើរហឿងហាក្នុងក្រៅប្រទេសឆ្លងដែនឬមួយក៏ធ្វើអ្វីមួយដែលវាមិនចាំបាច់គឺជាពេលវេលាដែលកំពុងតែតានតឹងក្នុងប្រទេសជាតិគឺថាងាយនឹងផ្ទុះសង្គ្រាមងាយនឹងគេហៅថាកើតវឹកវរជាច្រើនអញ្ចឹងយើងត្រូវតែធ្វើម៉េចរិះខំសន្សំសំចៃប្រឹងមើលថែគ្រួសារខ្លួនឯងមិនតែពេលវេលាដែលកំពុងតានតឹងពេលវេលាដែលកំពុងតែចលាចលបើជាយើងទៅដើរចែកគេហៅថាលុយមានតិចយើងដើរទៅចែកគេដើរទៅផឹកស៊ីដើរទៅចូលកន្លែងដែលមិនគួរចាយឬមួយក៏ហឺហាអាហ្នឹងវាតែថាទៅពេលដែលអំណត់មកដល់អ្នកណាអ្នកជួយយើងគឺយើងអ្នកពិបាកហើយសួរតាអ្នកណាដែលបង្កើតរឿងហ្នឹងយើងដោយសារអីយើងអត់ដឹងពេលយើងអត់ដឹងវេលាយើងអត់តាមដានអឺគេហៅថាគេហៅថាព័ត៌មានរបស់ប្រទេសជាតិវាអត់ខុសពីបងប្អូនដែលស្ដាប់ស្រាប់តាទេនៅពេលដែលបងប្អូនស្ដាប់ព្រះបណ្ឌិតស្រាប់តាបងប្អូននឹងដឹងពេលដឹងថាពេលវេលានេះរដូវកាលអីរដូវកាលអីរដូវកាលអីនៅពេលដែលបងប្អូនដឹងថារដូវកាលញែកខ្លួនបងប្អូនពេញដោយក្តីស្រឡាញ់លើសលប់ចាអាហ្នឹងគឺខុសហើយរដូវកាលដែលយើងត្រូវសន្សំទ្រព្យទៅឋានសួគ៌
យកពេលវេលាសម្អាតខ្លួនឯងតែបងប្អូនអត់បានសម្អាតមើលខ្លួនឯងទេយកពេលវេលាទៅគិតរឿងអ្នកដទៃចាអាហ្នឹងក៏វាខុសដែរអញ្ចឹងមិនមែនថាគិតអ្នកដទៃវាអាក្រក់អីវាធ្លាក់ក្នុងអំពើបាបទេប៉ុន្តែជាពេលវេលាមួយដែលយើងត្រូវសាងគ្រឹះខ្លួនឯងហើយមើលខ្លួនឯងអញ្ចឹងនៅពេលដែលយើងអត់មើលខ្លួនឯងយើងទៅគិតតែរឿងគេបញ្ហាចូលមកដល់គ្រាឆក់យកចូលម្ដងឬមួយក៏ព្រះពរដែលត្រូវចូលមកវិញ្ញាណយើងវាអត់មានការប្រុងប្រៀបអញ្ចឹងយើងអត់ទទួលបានអីពីព្រះទេអញ្ចឹងมันខ្វះព្រះអង្គតែងតែឲ្យយើងដឹងពេលដឹងវេលាដើរឲ្យដឹងក្បួនដល់ពេលដែលប្តីយើងឬប្រពន្ធយើងគាត់ចង់ញ៉ាំប្រភេទសាឡយើងគាត់ឃ្លានគាត់កំងយើងសាឡប៉ុន្តែដល់ពេលនេះយើងទៅធ្វើរបៀបជៀនឬមួយក៏ត្រីអាំងត្រីងៀតទៅក្រៀមក្រោះទៅវិញដល់ដាក់មកវាចង់និយាយថាពេលខ្លះយើងឃ្លានសាឡប៉ុន្តែដាក់របៀបក្រៀមក្រោះមកវាជាម្ហូបដែរញ៉ាំវាពិតជានេះប៉ុន្តែបើសិនជាមានពីរមុខគេលុកទៅសាឡទេគេអត់លុកអាក្រៀមក្រោះហ្នឹងទេអញ្ចឹងបើខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាធ្វើអីធ្វើឲ្យដឹងត្រូវពេលត្រូវវេលាត្រូវក្បួនត្រូវគេថាអ្វីដែលព្រះចង់បានអ្វីដែលព្រះអង្គចង់ឲ្យយើងធ្វើអ្វីដែលព្រះអង្គកំងយើងកូនបិតាចិត្តយើងមកហើយព្រះអង្គចង់ឲ្យកូនរៀបខ្លួនជាកូនកំមុំរៀបខ្លួនឲ្យនេះដើម្បីតែពេលវេលាដូច40ថ្ងៃដូចតែអ៊ូមើចប់រយៈពេល50ថ្ងៃព្រះអង្គឲ្យយើងសម្អាតខ្លួនសម្អាតហើយសម្អាតទៀតព្រះអង្គឲ្យយើងថាត្រៀមព្រះវិញ្ញាណបរិសុទ្ធចាក់ត្រៀមធ្វើការថ្ងៃចុងក្រោយត្រៀមយកពោត្រៀមយកបច្ចេស្តាអញ្ចឹងក្នុងអំឡុងពេលហ្នឹងកូនត្រូវតែសម្អាតឲ្យស្អាតដូចជាបរិសុទ្ធនៅចំពោះមុខព្រះប៉ុន្តែអំឡុងពេលហ្នឹងយើងអត់ខ្វល់ពីខ្លួនយើងទេអ្វីដែលយើងខ្វល់គឺយើងខ្វល់តែអ្នកដែលយកបន្ទុកមកឲ្យយើងរែកបងជួយខ្ញុំផងបងចេះផងបងអធិស្ឋានចុះឡើងយើងភ្លេចមើលខ្លួនឯងខុសពេលខុសវេលាតែយើងអត់ស្ដាប់ព្រះទេអ្វីដែលយើងស្ដាប់មនុស្សដែលនិយាយត្រូវចិត្តយើងអ្នកដែលសើយើងបងឯងល្អណាអូនឯងល្អណាបងឯងចិត្តបានណាមនុស្សគេសើយើងហើយគេស៊ីពេលយើងធ្វើឲ្យយើងភ្លេចមើលខ្លួនឯងធ្វើឲ្យយើងធ្លាក់ក្នុងស្ថានភាពមួយតោកយ៉ាហើយយើងតាំងតែយើងទៅលន់តួមួយព្រះអាហ្នឹងគឺវាខុសពេលខុសវេលាខ្ញុំឆ្លងខ្លួនឯងផ្ទាល់ខ្ញុំមានពេលខ្លះយើងមានអំនួតខ្លួនយើងគិតថាយើងពេញតែក្តីស្រឡាញ់យើងឃើញអ្នកដតីដែលមកពឹងពាក់យើងអត់ពីយើងទៅគេនឹងដាបឯងអត់ពីយើងនឹងគេនឹងធ្លាក់ខ្សោយឯងយើងតែងតែប្រើប្រាជ្ញាខ្លួនយើងជាព្រះរហូតដល់គេដែលយើងធ្លាប់ជួយនឹងគាត់រាប់ថាយើងជាព្រះគាត់ទៀតគេថាមានយើងគឺគាត់មានកម្លាំងបាត់យើងគឺបាត់ធម្មពលនឹងហើយបានយើងដើរតួនាទីជំនួសព្រះអត់សពអាតៃទេពេលវេលាហ្នឹងគឺយើងត្រូវតែឲ្យគេពឹងព្រះដែលផ្ទាល់អញ្ចឹងនៅពេលដែលយើងដើរតួជំនួសព្រះយើងខុសហើយយើងអត់បានពោពីព្រះហើយយើងធ្លាក់ក្នុងគេហៅថាអវិចំណងមួយដែលអត់ដឹងខ្លួនហើយធ្វើឲ្យបងប្អូនយើងធ្លាក់ចុះដោយសារយើងទៀតអញ្ចឹងបាទខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាថាព្រះពន្លាស្រតាមានក្បួនមានខ្នាតមើលគំរូថ្នាក់ដឹកនាំនៅពេលដែលខ្ញុំព្រមបន្ទាបខ្លួនព្រមចុះចូលមួយព្រះអង្គព្រមដើរឲ្យព្រះអង្គឆ្នៃខ្ញុំត្រូវលះកាត់ចិត្តថាតួនាទីអ្វីដែលព្រះប្រើខ្ញុំតួនាទីណាដែលព្រះមិនបានប្រើបើព្រះមិនបានប្រើខ្ញុំទេខ្ញុំកុំទៅឲ្យសោះបើខ្ញុំទៅស្មើនឹងខ្ញុំធ្វើការជំនួសព្រះខ្ញុំនឹងមានទោសចំពោះព្រះហើយអ្នកដែលពាក់ព័ន្ធមួយខ្ញុំហ្នឹងគឺគេថាធ្លាក់ទាំងអស់ចាអញ្ចឹងបានខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាថាมันប្រកាសថាការល្អมันប្រកាសថាការជួយហ្នឹងណាវាជាបេសកកម្មរបស់ព្រះទាំងស្រុងឯងអញ្ចឹងយើងត្រូវអង្កេតទៀតថាការហ្នឹងព្រះពិតជាឲ្យយើងចំណាយពេលវេលាធ្វើរឿងហ្នឹងមែនអត់ចាការដែលយើងចែករំលែកទៅកាន់ម្នាក់ហ្នឹងតើព្រះពិតជាសពហត្ថីឲ្យយើងទៅជួយម្នាក់ហ្នឹងមែនអត់ឬមួយមកពីគំនិតយើងមកពីអារម្មណ៍យើងមកពីការចូលចិត្តយើងឬមួយមកពីយើងចាញ់សេចក្តីល្បួងរបស់គេឬមួយក៏សាតាំងគេប្រើគេដើម្បីស៊ីពេលយើងវេកបែងចែកឲ្យដាច់រវាងបេសកកម្មរបស់ព្រះនិងបេសកកម្មរបស់សាតាំងវាមកស៊ីពេលយើងហើយនឹងតាមចំណង់ចំណូលចិត្តយើងពេលខ្លះយើងកើតមកយើងចង់អាហ្នឹងយើងចង់ធ្វើទង្វើអញ្ចឹងអាហ្នឹងវាជាចំណង់ចំណូលចិត្តយើងមិនមែនមកពីព្រះទេពេលខ្លះព្រះមិនបានប្រើយើងទេអរិយសាតាំងវាចង់ស៊ីពេលយើងអត់ឲ្យយើងខ្វល់ខ្លួនឯងពេលខ្លះបេសកកម្មហ្នឹងគឺព្រះអ្នកប្រើយើងឲ្យតែធ្វើរឿងមួយហ្នឹងអញ្ចឹងនៅពេលដែលយើងចេះបែងចែកយើងចេះយល់ពីបេសកកម្មយើងធ្វើការអត់ហត់ទេវាអត់ស៊ីពេលយើងហើយយើងធ្វើដោយពេញលេញពីព្រោះបងប្អូនត្រូវដឹងថាយើងចូលនគរព្រះយើងមកជួយមនុស្សគ្រប់គ្នាទាំងអស់គឺដើម្បីប្រយោជន៍គេហៅថាព្រះពរបើធ្វើអត់បានពរធ្វើអត់កើតផលធ្វើដោយជួបបដាសាយើងធ្វើឲ្យយើងពេញដោយភាពខុសឆ្គងមួយព្រះអង្គសួរយើងធ្វើតែយើងអត់ធ្វើទេអញ្ចឹងមិនថា
ប្រយ័ត្នប្រយែងក្នុងការតែដើរជាមួយព្រះអំឡុងពេលវេលាចុងក្រោយអរិយសាតាំងវាដឹងថានៅពេលដែលយើងវានាំយើងទៅលោកីវាពិតជាយើងមិនទៅទេតែបើវាមកលបួងយើងឲ្យទៅព្រះដែរប៉ុន្តែវាខុសពីគោលការណ៍របស់អឺខុសពីនិមិត្តយើងខុសពីគេហៅថាការត្រាស់ហៅយើងអាហ្នឹងយើងត្រូវបែងចែកយើងត្រូវប្រយ័ត្នមែនទែនអញ្ចឹងបានខ្ញុំប្រាប់ថាពេលខ្លះយើងប្រឹងរសល់លុយរាប់ពាន់រាប់ម៉ឺនយើងទៅលើគេជឿព្រះដែរនេះដែរបងវិនិយោគនេះវិនិយោគនោះបងឯងល្អណាស់បងឯងនេះវិនិយោគអស់ក្រធ្លាក់ខ្លួនហើយតាំងថាបន្ទោព្រះអង្គមិនក៏អញ្ចឹងចឹងប៉ុន្តែអាហ្នឹងហើយដោយសារវាជាភាពលោភលន់យើងដែរជាភាពមិនបានត្រេះរិះផលយើងហើយក៏យើងចាញ់សេចក្តីល្បួងហើយចឹងមិនដឹងបាច់បន្ទោណាអ្វីទាំងអស់វាលើយើងនេះនៅពេលបើយើងជាប់លាប់មួយព្រះអង្គយើងចេះស្ដាប់សារណាដឹកនាំយើងអត់លោភលន់យើងអត់កៅថាចេះវិភាគពិចារណាសម្លេងមកពីព្រះយើងអត់ប្រកាសជាដើរខុសផ្លូវទេចឹងមកថ្នាក់ដឹកនាំបើយើងមាន5ម៉ោងដើម្បីអីស្ដាប់ហើយស្ដាប់ទៀតព្រះវិញ្ញាណបរិសុទ្ធនៃព្រះក្រើនរំលឹកយើងដោយបងលោកអីលើកឡើងចឹងដែលប្តីគាត់ព្រះវិញ្ញាណបរិសុទ្ធបានប្រាប់ឲ្យថាទៅនឹងមានការបិទច្រកឬស្អីមួយដែលមិនអាចវិលត្រឡប់មកវិញវាពិបាកក្នុងការត្រឡប់មកវិញចឹងគាត់លឺហើយគាត់ដឹងហើយប៉ុន្តែគាត់ថាគាត់ភាពអាណិតអាសូរគេហៅថាការផ្ដល់ឱកាសឲ្យគ្រួសារនៅតែនេះរហូតដល់ចឹងមិនយើងដឹងថារឿងខ្លះទៅចិត្តដាច់រឿងខ្លះដឹងហើយប៉ុន្តែដោយសារយើងចិត្តអត់ដាច់ស្រេចនោះឲ្យធ្វើឲ្យយើងបាត់បង់ចឹងមិនខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាថាព្រះចង់បានអ្នកចិត្តដាច់ស្រេចអ្នកដែលព្រះប្រើបានគឺចិត្តដាច់ស្រេចបានព្រះប្រើបានបើយើងនៅតែមានភាពគេហៅថាទុនជ្រាយចិត្តអត់ដាច់ស្រេចវានោះហើយវាធ្វើជាភាពកំសោយយើងធ្វើឲ្យយើងជួបគ្រោះភ័យគ្រោះគេហៅថាដែលថាវាភាពធ្លាក់ចុះធ្វើឲ្យយើងពិបាកក្នុងថ្ងៃក្រោយអញ្ចឹងមិនថាសុខចិត្តពិបាកបន្តិចទៅសុខចិត្តការលះកាត់តិចទៅដើម្បីអីដើម្បីជួយទាំងយើងទាំងគ្រួសារយើងទាំងបងប្អូនយើងទាំងមិត្តសម្លាញ់យើងពេលខ្លះរូបភាពគេមើលយើងដូចអាក្រក់ណាស់ដូចមិនស្រឡាញ់ដូចមិននិយាយជាមួយដូចជាទុកចោលឯងដូចមេរៀនសិរាប់តាគឺចែកម្លែកហើយថ្នាក់ដឹកនាំទុកចោលបងប្អូនយើងទុកចោលគ្រប់គ្នាទុកចោលអាហ្នឹងមើលរូបភាពទៅវាដូចអាក្រក់ណាស់ប៉ុន្តែក្នុងរូបភាពហ្នឹងវាជាក្តីស្រឡាញ់មួយដែលថាឲ្យគាត់ចេះរៀនដោយខ្លួនឯងចេះឈឺចាប់ចេះស្រែករកព្រះដោយខ្លួនឯងអាហ្នឹងហើយគឺជាមេរៀនមួយដែលឱកាសដែលពួកយើងជារូបមន្តថ្នាក់ដឹកនាំបង្រៀនយើងឲ្យយើងធ្វើឲ្យអ្នកណាក៏ឆ្លងដែរអត់មានផ្លូវកាត់ទេខ្ញុំក៏ជួបបងលោកអ៊ីក៏ជួបបងប្អូននៅតាមអនឡាញក៏ជួបដែរគាត់ថាអារម្មណ៍វាតាមតឹងប្រភេទផ្សេងៗគ្នាអញ្ចឹងអ្នកដែលយើងស្រឡាញ់បំផុតហ្នឹងហើយដែលយើងឈឺបំផុតយើងឈឺនៅពេលដែលមនុស្សដែលជាទីស្រឡាញ់យើងទុកយើងចោលនឹងឯងដូចខ្ញុំពេលដែលលោកគ្រូអ្នកគ្រូទុកចោលគឺខ្ញុំឈឺហើយតែនៅពេលខ្ញុំទទួលស្គាល់ខ្ញុំប្រាប់បងប្អូនហើយថាបើគាត់អត់ទុកខ្ញុំចោលខ្ញុំអត់ស្វាងទេខ្ញុំនិយាយខ្ញុំស្គាល់ទទួលស្គាល់ច្បាស់ខ្លួនខ្ញុំហើយខ្ញុំក៏សារភាពដែរថាខ្ញុំស្គាល់ខ្លួនខ្ញុំបើសិនជាគាត់នៅតែកាន់ជើងខ្ញុំនៅតែនិយាយមួយខ្ញុំនៅតែវីអូនខ្ញុំប្រកាសជាអត់ស្វាងខ្ញុំកាន់តែបន្តធ្វើបាបខ្ញុំកាន់តែខ្មើតតតែគាត់ទុកចោលអញ្ចឹងបានខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលដែលយើងស្គាល់បេះដូងថ្នាក់ដឹកនាំយើងច្បាស់ស្គាល់មនុស្សដែលស្រឡាញ់យើងច្បាស់នៅពេលដែលគាត់លេងខ្វល់ពីយើងទុកឲ្យយើងស្គាល់ខ្លួនសន្តានខ្លួនឯងមិនយើងដឹងថាពេលហ្នឹងហើយបើយើងមិនព្រមប្រាយចិត្តយើងនៅតែគិតអវិជ្ជមានយើងនឹងបែកស្លាយយើងនឹងដើរត្រឡប់ថយក្រោយហើយយើងនឹងហើយគឺជាអ្នកច្បាំងជាមួយនគរព្រះរក្សាតាំងយករូបកាយយើងប្រើដែលអត់ដឹងខ្លួនដោយលោកគ្រូបង្រៀនមេរៀនព្រឹកមិញអញ្ចឹងសាតាំងវានឹងប្រើរូបកាយយើងទៅធ្វើអ្វីមួយដែលស្មោកគ្រោកពីព្រោះវាពេញដោយបណ្ដាសាស្រីស្រឡាញ់ស្រីប្រុសស្រឡាញ់ប្រុសអំពើស្មោកគ្រោកអភិអាវាសែពេលខ្លះប្តីមិនដឹងថាក្បត់ប្រពន្ធពីកាលមិនគ្មានកំណត់ក្នុងការក្បត់ទេប៉ុន្តែនៅពេលបណ្ដាសានឹងវាចូលមកដល់វាធ្វើឲ្យភាពផិតក្បត់ហ្នឹងចូលទៅកាន់គាត់ឲ្យគាត់ធ្វើដែលអត់ដឹងខ្លួនអញ្ចឹងការបះបោជាមួយថ្នាក់ដឹកនាំក៏ដោយការបះបោជាមួយបងប្អូនយើងការខឹងចំណែនជានេះនន្ទាយើងមិនដែលគិតថាយើងនឹងបះបោយើងមិនដែលគិតថាយើងនឹងក្បត់គ្នាយើងមិនដែលគិតថាយើងនឹងចំនួនតតែងជាមួយមិត្តសម្លាញ់យើងទេប៉ុន្តែវាជាបណ្ដាសាវាជាចំណងពីដូនតាយើងមកពេលខ្លះយើងអត់ដឹងខ្លួនទេថ្ងៃណាមួយយើងជួបតេស្តយើងអត់ព្រមបន្ទាបខ្លួនយកព្រមចោះចូលហើយយើងនៅតែមានគេថាយកអំណាចនិស័យសាច់ឈាមនឹងមកវិញ្ញាណនឹងចូលយើងផ្លុកហើយយើងនឹងប្រព្រឹត្តទង្វើមួយដែលអសិលធម៌បំផុតចំពោះបងប្អូនយើងហើយយើងនឹងហ៊ានធ្វើគ្រប់យ៉ាងឲ្យតែយើងបានឈ្នះហើយនឹងប្រឆាំងជាមួយកូនព្រះគ្រប់គ្នាបងប្អូនឃើញហើយអ្នកដែលបែកស្លាយអ្នកដែលដើរថយក្រោយអ្នកដែលប្រយុទ្ធប្រឆាំងមួយស្រាប់តាពេលខ្លះគាត់អត់ចង់ទេដោយសារវិញ្ញាណសង្គ្រោះមកពេលរហូតដល់ពេលដឹងខ្លួនប្រយុទ្ធអត់ឈ្នះហើយគាត់ធ្វើគ្រប់វិធីទាំងអស់យករូបកាយគាត់ហើយធ្វើគ្រប់វិធីទាំងអស់ហើយអត់ឈ្នះហើយលទ្ធផលចុងក្រោយគឺវិញ្ញាណនឹងលែងប្រើគាត់ចាប់ផ្ដើមស្ដាយក្រោយ
គាត់ចាប់ផ្ដើមបាក់បៀគាត់ចាប់ផ្ដើមមិននឹកស្មានថាគាត់ធ្វើទាំងអស់ហ្នឹងឯងចឹងមិនថានៅពេលដែលយើងធ្លាក់ចុះហើយវិញ្ញាណទាំងឡាយដែលវានឹងយករូបកាយយើងធ្វើរឿងដែលអត់ដឹងខ្លួនហើយបងប្អូនគឺជាភីជនៈគេហៅថាគឺជាអឺអាគេហៅថានុយរបស់វាគឺជារបស់មួយដែលវាប្រើ